បាទជំរាបសួរបងប្អូននៅក្នុងបណ្ដាញសង្គម Facebook ទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំធ្វើបានជោគជ័យហើយដែលខ្ញុំបានយោបល់ពីបងវិធីកសិករណាគាត់នៅប្រទេសថៃអញ្ចឹងខ្ញុំបង្ហោះនេះចង់ថ្លែងអំណរគុណទៅដល់គាត់ខ្ញុំយកគំរូតាមគាត់ពេលមុនខ្ញុំធ្វើចេញដោយសារនៅកន្លែងនេះគាត់ដាក់បំពង់ទប់ខ្យល់ខ្ញុំឡើងដាក់មួយបងប្អូនមើលចេញហើយនេះក្បាលរូបនេះមួយនេះហើយចាក់ទឹកចូលនេះហើយពងខ្យល់ហើយធុងសាំង200លីត្រនេះខ្ញុំដាក់កម្ពស់1ម៉ែត្រណាប្រហែលជា1ម៉ែត្រពីទឹកអីប៉ុណ្្នឹងឯងណាបងប្អូនហើយកន្លែងនេះទឹកចេញទៅឆ្ងាយអាចជា50ម៉ែត្រទៅនោះបងប្អូនមើលប៉ុន្តែខ្ញុំវាចេញទឹកតិចមួយនេះពេញហើយណាមីងវាចំណាយពេល15នាទីមិនដើមវាពេញហើយនេះចឹងនេះវារៀងឆ្ងាយនេះបងប្អូនឃើញវាចេញទឹកបន្តិចវាចេញទឹកតិចប៉ុន្តែវាចេញណាឲ្យតែចេញអត់បញ្ហាទេបងប្អូនមើលវាចេញប៉ុណ្នេះឃើញទេនេះវាចេញប៉ុណ្នេះយើងអាចប្រើប្រាស់បានណាឲ្យតែចេញបងប្អូនហើយខ្ញុំនៅខ្វះបំពង់ជំនួយបំពង់ជំនួយនេះគេ10ម៉ែត្រដាក់មួយតែខ្ញុំខ្វះគេអញ្ចឹងអរគុណច្រើនបងប្អូនណាជួយ like និង share វីដេអូនេះផងដើម្បីឲ្យបងវិធីកសិករគាត់បានឃើញអរគុណណា